ប្រាប់ប្តីថាចាបងអើយចង់បានក្អីមួយគ្រាន់អង្គុយលេងអីចឹងណាហើយប្តីខ្ញុំគ្រាន់តែលឺអញ្ចឹងគាត់ហើទៅទិញក្អីគេតាមអនឡាញអីចឹងទៅហើយខ្ញុំនេះចេះឃើញគាត់កំងតន់កំអីខកចិត្តស្ទើរទេព្រោះក្អីដែលខ្ញុំចង់បានហ្នឹងគឺមិនមែនក្អីអនឡាញទេគឺក្អីដែលធ្វើអំពីឈើគ្រាន់តែលឺអញ្ចឹងប្តីរបស់ខ្ញុំបដិសេធភ្លាមតែម្ដងណាបងប្អូនបដិសេធសូតែអត់ដឹងចរិតប្រពន្ធណាខ្ញុំតែចង់បានអីខ្ញុំយកទោះតែបានទោះកាន់ខែកាន់ឆ្នាំក៏ដោយតាមពិតទៅមូលហេតុដែលគាត់បដិសេធសំណើរបស់ខ្ញុំហ្នឹងមិនមែនគាត់អត់ចង់ធ្វើឲ្យខ្ញុំទេបងប្អូនគឺគាត់រវល់ធ្វើខ្លែងឲ្យភ្ញៀវរបស់គាត់ដែរចឹងណាទៅតែទំនេរ3ថ្ងៃហ្នឹងទេទៅគាត់ធ្វើឲ្យខ្ញុំចឹងណាបងប្អូនដំបូងនេះស្ដាប់ទៅរៀងខកចិត្តដែរផងស្ដីឲ្យតែក៏ស្ដាប់ហេតុផលរបស់គាត់ចឹងទៅបានដឹងនៅពេលដែលគាត់ទំនេរភ្លាមហ្នឹងគឺគាត់ដើរមករុករកព្រៃតែម្ដងណាបងប្អូនព្រៃហ្នឹងគឺព្រៃឫស្សីហ្នឹងឯងហើយសម្រាប់ឫស្សីនេះខ្ញុំសួរគាត់ទៅគាត់ថាចេះឫស្សីហ្នឹងគេមិនមែនចេះតែកាប់យកមកធ្វើទេគឺគេជ្រើសរើសឫស្សីដែលមានក្លិនចាស់ងាយស្រួលក្នុងការធ្វើនៅពេលដែលយើងយកឫស្សីខ្ចីយកមកធ្វើគឺវាឆាប់ស្វិតហើយប្រើអត់បានយូរទេបើឫស្សីចាស់គឺទុកយូរយ៉ាងណាក៏វានៅតែល្អប្រើបានយូរដែរព្រោះអីវាតាន់ចឹងណាបងប្អូនហើយសម្រាប់ឫស្សីនេះគឺយើងយកតកូលវាទេមិនកាប់ឲ្យវែងណាបងប្អូនកាប់ឲ្យវែងគឺខានចឹងហើយឬរតែកូលទៅចំណេញផងហើយនេះកាប់បានរៀងច្រើនដែរបងប្អូនគឺមួយបាច់ប្រហែលជា5 6 7គុំនឹងឯងហើយខ្ញុំសួរថាចេះបងអើយកាប់ឫស្សីហ្នឹងបន្តិចម៉ែយកទៅធ្វើក្អីអីទៅគាត់ថាឫស្សីនៅផ្ទះមានហើយអញ្ចឹងអាហ្នឹងក៏ជើងតម្ររបស់វាទេជើងតម្រមិនចេះបងប្អូនអញ្ចឹងហើយតួតែមើលរបៀបគាត់ធ្វើតែម្ដងណាសម្រាប់រយៈពេលក្នុងការធ្វើក្អីនេះបងប្អូនប្រើរយៈពេលប្រហែលជា4ថ្ងៃទើបហើយរួចរាល់អស់ខ្ញុំប្រាប់គាត់ឲ្យធ្វើក្អីតែមួយទេប៉ុន្តែអ្នកបងគាត់ថាធ្វើមួយឈុតតែម្ដងទៅមួយឈុតហ្នឹងមានក្អីធំ2មានក្អីតូច1ហើយនឹងតុក1ចឹងណាបងប្អូនគាត់ថាធ្វើមួយឈុតចេះទៅងាយស្រួលក្នុងការប្រើប្រាស់ផងព្រោះមិនបងប្អូនយើងតែម្នាក់2នាក់ទេបងប្អូនយើងគឺច្រើនអញ្ចឹងពេលដែលមកជុំគ្នាហ្នឹងតែតុកក្អីអង្គុយហ្នឹងគឺគ្មានទេចឹងហើយធ្វើសកួរហ្មងទៅកុំតែធ្វើតដែរចឹងណាបងប្អូនហើយនេះបងប្អូនណាគឺមេឃភ្លៀងអញ្ចឹងត្រូវផ្អាកមួយថ្ងៃទៀតអញ្ចឹងបានខ្ញុំនិយាយថា4ថ្ងៃបងប្អូនត្រូវ3ថ្ងៃហើយជាការស្រេចហ្មងតែដោយសារតែមេឃអំណោយផលពេកយកបងប្អូនចឹងហើយចេះតែខានហ្មងទៅនេះគ្រាន់តែក្រោកពីបលឹមមកគឺចាប់ផ្ដើមក្នុងការធ្វើតែម្ដងកុំឲ្យប្រវត្តិថាគ្រាន់តែធ្វើក្អីសោះចាំយូរដែរនេះតម្រាំតែបានអង្គុយតែទៀតប៉ិតអញ្ចឹងមែនណាបងប្អូនរបស់តែធ្វើពីឈើអីហ្នឹងប្រើរយៈពេលត្រឹម3ថ្ងៃឡើងទៅបើថាយូរវិញមួយអាទិត្យឬខែណោះប៉ុន្តែសម្រាប់ក្អីនេះវិញបងប្អូនវាងាយស្រួលក្នុងការធ្វើផងហើយណាមួយរបស់ប្រើប្រាស់របស់យើងហ្នឹងក៏មានច្រើនផងដែរមានទាំងភ្លើងមានទាំងប្រដាប់ឆាបមានទាំងប្រដាប់កាតនិយាយទៅមានគ្រប់សពអញ្ចឹងហើយបានជាធ្វើនឹងរៀងលឿនដែរនិយាយរួមទៅគឺយើងធ្វើលេងពីពេលទំនេរបងប្អូនក្អីនេះបងប្អូនគ្រាន់តែធ្វើហើយនឹងមានបងប្អូនជាច្រើនក៏សួរថាធ្វើលក់មែនបើលក់គាត់ទិញអីចឹងណាប៉ុន្តែអត់ទេព្រោះរបស់នេះគាត់ខំធ្វើឲ្យខ្ញុំអញ្ចឹងគាត់អត់លក់ទេខ្លាចត្រូវមាត់ខ្ញុំមកណាគ្រាន់តែធ្វើភ្លាមលក់ភ្លាមអត់ទាន់បានអង្គុយក្រេបរសជាតិក្លិនឬស័យថ្មីផងបងប្អូនចឹងហើយទុកសិនបើសិនជាមានបងប្អូនកំងអាហ្នឹងចាំធ្វើទៀតចឹងណាតែសម្រាប់មួយឈុតនេះគឺទុកហើយទុកអង្គុយលេងណាមួយខ្ញុំអ្នកបង្កើតមេតិកាវីដេអូផងបងប្អូនអញ្ចឹងបានកៅអីបានតុកអីមកស្រួលថតហើយស្អាតទៀតព្រោះអីមើលទៅវាស៊ី background យើងតែម្ដងណាបងប្អូនមិនថាតែរស័យទេសំបីតែព្រៃឈើខៀវហ្នឹងក៏ background ស្អាតផងដែរនិយាយរួមទៅឲ្យតែថារបស់ឈើត្មងបងប្អូនថតមកចេញទេសភាពស្អាតក្រៃលែងហ្មងមានបងប្អូនមួយចំនួនហ្នឹងគាត់ឆ្ងល់ប្តីរបស់ខ្ញុំហ្នឹងថាអីក៏ចេះធ្វើដែរហ្នឹងហើយបងប្អូនតសារប្តីហ្មងគាត់ហ្នឹងគឺពហុការងារហ្មងណាការងារអីក៏ចេះធ្វើដែរមិនថាការ
ងារស្រីមិនថាការងារប្រុសចេះទាំងអស់ការងារណាគាត់មិនចេះធ្វើក៏គាត់អាចធ្វើបានដែរអញ្ចឹងបានខ្ញុំនិយាយថាពហុការងារណាបងប្អូនចេះសពចេះយ៉ាងនឹងឯងហើយនេះហើយខ្ញុំនិយាយពីអត្ថប្រយោជន៍ឫស្សីទៅយកបងប្អូនសម្រាប់ឫស្សីនេះគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើហ្មងណាពីមុនណាប្តីរបស់ខ្ញុំមកយកឫស្សីហ្នឹងមកធ្វើវែកឲ្យខ្ញុំមកបងប្អូនគឺវែកឆាឥឡូវយកឫស្សីមកធ្វើតុកទូកៅអីចាស់ពីដើមមកបងប្អូនគឺយកឫស្សីហ្នឹងទៅធ្វើគៀវទៅធ្វើរទេះគោទៅធ្វើរនាស់ឈ្មោះដីនិយាយទៅគ្រប់សពគ្រប់យ៉ាងហ្មងណាតម្រាំតែយើងឥឡូវនេះមានបច្ចេកវិទ្យាខ្ពស់ហើយមានរបស់ប្រើប្រាស់គ្រប់សពគ្រប់យ៉ាងដើមគ្មានទេបងប្អូនមានតែកំណត់ការច្នៃប្រឌិតនឹងឯងអញ្ចឹងបានភាកច្រើនខ្មែរយើងចូលចិត្តនិយាយថាចេះនេះខ្មែរធ្វើបានពាក្យហ្នឹងគឺពាក្យសរសើរល្អតែបងប្អូនទីច្រឡំថាពាក្យហ្នឹងពាក្យអាក្រក់អីទៅពាក្យថាខ្មែរធ្វើបានណាគឺមានន័យថាខ្មែររបស់យើងខ្លាំងហ្មងខ្លាំងខាងច្នៃប្រឌិតខ្លាំងខាងរុករកអ្វីថ្មីនិយាយទៅគ្មានអ្វីដែលថាខ្មែរមិនអាចធ្វើបានទេអញ្ចឹងណាបងប្អូននេះពាក្យលយនេះប៉ុន្តែភាពជោគជ័យរបស់ជនជាតិខ្មែរលុះត្រាតែមានការជ្រុំជ្រែងហ្នឹងពីប្រជាពលរដ្ឋខ្មែរផងដែរដោយដែលគេតែងតែពោលពាក្យថាខ្មែរជួយខ្មែរនឹងឯងអូឡើងតែរៀបរាប់រចនាបថច្រើនពេកឥឡូវនេះអ្នកបងគាត់ធ្វើចិត្តហើយបានបងប្អូនហើយគឺចាប់ផ្ដើមក្នុងការបាញ់រនៀបចឹងណាបងប្អូនសម្រាប់រនៀបនេះខ្ញុំចង់ឲ្យគាត់នឹងធ្វើចិត្តប៉ុន្តែគាត់ថាធ្វើចឹងហើយចំណេញរនៀបហើយពេលដែលយើងញ៉ាំអីជ្រូកអីចឹងណាបងប្អូនគឺវាធ្លាក់ទៅក្រោមគឺវាអត់ជាប់រនៀបធ្វើឲ្យសម្អាតរោមអីទេហើយណាមួយងាយស្រួលក្នុងការលាងសម្អាតរនៀបផងដែរណោះបែកគេក្បោហើយមានហេតុផលគេពីមុនគេដុំជាមួយនឹងដេកូតែមានប្រាប់បាញ់អីចឹងហើយគាត់ថាលឿនខ្លាំងមែនតើហ្មងចំណាយពេលត្រឹម2នាទីហ្នឹងគឺរួចរាល់ហ្មងហើយនេះអត់ទាន់បាញ់ថ្នាំអត់ទាន់បាញ់ពណ៌ណាប៉ុន្តែមើលទៅគឺថាស្អាតខ្លាំងហ្មងណាតម្រាំតែបាញ់ពណ៌ឲ្យផ្លេកស្អាតទៀតរត់តែស្អាតហ្មង